សូមជូនរឿងញាក់ចម្បាំងក្នុងសមុទ្រភ្លើងសូមទស្សនាដោយតទៅនៅចំលោះជួរភ្នំដ៏ឆ្ងាយមានភូមិឆ្មាមួយដែលរស់នៅយ៉ាងសុខសាន្តខ្មៅគឺជាអ្នកចម្បាំងដែលប្រើជីវិតសាមញ្ញដើម្បីរៀនពីអត្ថន័យនៃសន្តិភាពតាមរយៈក្បាច់គុណបុរាណដង្ហើមកម្លាំងនិងចិត្តត្រូវតែមានតុល្យភាព មើលចាស់អ្នកខ្លាំងប្រចាំភូមិកំពុងប្រកាប់អ្នកឯងទៀតហ៎ អញចង់សាកជាមួយអ្នកខ្លាំងម្ដងមកខ្ញុំមិនចង់មានរឿងជាមួយអ្នកទេសូមថយចេញទៅតែអញចង់មានរឿងជាមួយហាញ់ មិនដានឆេនទេស៊ីម្ដាយចឹងជួយគុំអើយខ្មុំទ្រាំមិនបានណាចាំទៅធូលវិញទៅចាស់រន្ទះជើង360ដឺក្រេត្រៀមទទួលទៅអាចជួយមីសម្រាប់ខ្មៅភាពអត់ធ្មត់មិនមែនជាភាពទុនជ្រាយឡើយប៉ុន្តែវាគឺជាខែលការពារកំហាំងដែលនៅក្នុងចិត្តសត្រូវបានរៀបនឹងវាប្រហារតែខ្មៅដឹងទាន់គេបានប្រែកម្លាំងធាតតែបន្តិចសត្រូវខ្ទាតចាញ់រៀបម៉ែតចូលទៅចាត់ការវាទៅអាកូនចៅខ្មៅដឹងខ្លួនទាន់ធ្វើឲ្យកូនចៅរបស់សត្រូវរត់បុកគ្នាខ្មៅបានប្រើសម្លេងវិឃាតធ្វើឲ្យកូនចៅសត្រូវផិតភ័យជាខ្លាំងអត់ចេញទៅកុំរំខានឃីមទៀតកុំឲ្យឃីមឃើញអ្នកទៀតតោះយើងនាំគ្នាទៅវិញពួកអាដែងខ្មៅកំពុងតែរៀបចំរបរដែលចាត់ផ្សាយបន្ទាប់ពីការវេគ្នាលោកគ្រូរបស់គេក៏បានមកដល់លោកគ្រូខ្មៅយើងមានគម្ពីរមួយឲ្យឯងសិក្សារៀនសូត្រក្បាច់គុណទៅតាមគម្ពីរនេះចុះបាទលោកគ្រូខ្ញុំអរគុណលោកគ្រូច្រើនហើយខ្ញុំនឹងខំរៀនរាល់ថ្ងៃខ្មៅខិតខំរៀនគេបានរៀនចេះទាំងអស់នៅក្នុងគម្ពីរនោះរហូតបានជោគជ័យនៅក្បាច់សម្រាលខ្លួនលើទឹកខ្ញុំបានចេះនៅវិជ្ជាសម្រាលខ្លួនលើទឹកហើយក្តីសុខត្រូវបានរលាយក្នុងមកប៉ាព្រិកភ្នែកនៅពេលមហាគ្រោះថ្នាក់មកដល់មានតែអ្នកដែលមានចិត្តក្លាហានពិតប្រាកដប៉ុណ្ណោះដែលហ៊ានចេញមុខការពារអ្នកទន់ខ្សោយយើងនឹងបំផ្លាញនៅទីនេះទាំងអស់ហាហាដែលខ្លាធំបានកំទេចរបស់របរប្រជាជនដែលនៅក្នុងភូមិបំរុងនឹងយករទេះគប់ទៅលើកូនឆ្មាមួយតែត្រូវបានខ្មៅរំជាប់ឯងមិនអីទេមែនទេកូនឆ្មាតូចអស់សត្វតូចទៀតឯងគ្មានផ្លូវឆ្លងកាត់ទីនេះបានឡើយមុននឹងឯងចង់ប៉ះអ្នកភូមិឯងឆ្លងកាត់ឯងសិនទៅការប្រយុទ្ធជាមួយស្ដេចខ្លាធំបានចាប់ផ្ដើមខ្លាធំបានវាយទៅលើខ្មៅតែខ្មៅគេទួនខ្មៅបានប្រើវិជាគុណបំបែងភៀកប្រយុទ្ធជាមួយនឹងខ្លាកំណាចបានប្រើកម្លាំងវាយធ្វើឲ្យដីផ្ទុះជាខ្លាំងបន្ទាប់មកខ្មៅបានហោះទៅលើដើមឈើដោយប្រើកម្លាំងធាតុដែលគេចេះមកកម្ចាត់ខ្លាកំណាចខ្មៅក៏បានប្រើកម្លាំងមហាសាលចាប់ខ្លាកំណាចនោះបោកទៅនឹងដីយ៉ាងខ្លាំងធ្វើឲ្យខ្លាកំណាចបានចោះចាន់រួចក៏បានសន្យាឈប់មករំខានភូមិនេះទៀតហើយខ្មៅបានឡើងឈរទៅលើភ្នំមើលមកតែនៅភូមិជាមួយនឹងគូនឆ្មាដែលគេបានជួយសង្គ្រោះនៅក្នុងមាត់មរណៈខ្មៅត្រូវយកជីវិតជាដើមទុនដើម្បីទៅយកដាវទៀបក្នុងលអាងសម្ងាត់មួយតែមានឧបសគ្គជាច្រើនក្នុងអំឡុងដែលខ្មៅកំពុងធ្វើដំណើរមានដាវសម្ងាត់ជាច្រើនហោះមកចាក់គេតែគេគេចផុតខ្មៅបានបន្តដំណើររហូតដល់កន្លែងទុកវត្ថុទាបដាវនេះពិតជាវត្ថុទាបដ៏កម្រមែនម៉ៅរៀបនឹងដាក់ដៃទៅដកដាវស្រាប់តែដាវនេះជារបស់បិសាចឯងគ្មានសិទ្ធិប៉ះពាល់វាទេស្ដេចពស់បានបើកការវាយប្រហារមកកាន់ម៉ៅយ៉ាងខ្លាំងម៉ៅបានផ្លាត់ទីយ៉ាងលឿនទីបំផុតម៉ៅក៏បានដកដាវទើបមកកាន់នឹងដៃរួចក៏បានវាយតបតទៅនឹងស្ដេចពស់ម៉ៅបានប្រើដាវទើបដើម្បីទប់ទល់នឹងពីរបស់ពស់នៅទីបំផុតម៉ៅបានសម្លាប់ស្ដេចពស់នោះដល់ជោគជ័យម៉ៅបានចុះពីលអាងភ្នំយ៉ាងលឿនរួចរត់សម្ដៅទៅភូមិវិញស្រាប់តែមកដល់ជិតភូមិវិញគេក៏ឃើញមានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅក្នុងភូមិរបស់គេម៉ៅក៏មិនបងអងយូរក៏រត់សម្ដៅទៅភូមិពេលទៅដល់ភូមិស្រាប់តែមានដុំឈើតែកំពុងឆែមួយប៊ីនឹងបុកខ្មៅតែគេគិតយ៉ាងរហ័សទឹកភ្នែកនៃសេចក្តីឈឺចាប់បានប្រែជាកំហឹងដែលមិនអាចទប់ទល់បានមានដាវទេពក្នុងដៃក៏ឯងនៅតែជាកូនឆ្មាដែលត្រូវស្លាប់ក្រោមដៃយើងដដែលហាហាក្នុងខណៈពេលនោះដែរបិសាចដៃ6ក៏បានបើការវាប្រហារមកកាន់ខ្មៅយ៉ាងខ្លាំងខ្មៅគិតមិនចង់ទាន់
รวบใบสาดใดประมวยก็เหมือนยุทธศาสตร์คลังได้เฉลียดเอากะเปนุขมายก็บานหอกตะเลยอากาศรวดก็กัดดัดใดมาข้างระวะใบสาดใดประมวยถือเอาใบสาดใดประมวยนุเมียนค่าชื่อจับยังคลังบรรตอบหมอกขมายเฉลียดเอากาศหอกตะเลยอากาศมาดองเตียดขมายก็ปราดาวเตบกับปุกกบาใบสาดใดประมวยถัวอ้อยคลวนระบาใบสาดใดประมวยตุกติกรเลี้ยตัวเฉียบแสงขมาวบัตเตอร์ช่วยโยขมาวแนคาปีระบาเยืองยืบ้านรู้จิบุตรไทยดาราบนาปูเยืองรวมกำลังคนี้ขมื่นใบสาดนาอายบอมพลายปูเยืองบานลอยโซมออกคุณปุกแม่บองบูนได้บานโจโตสนา